សកម្មភាពនៃការបង្ក្រាបអក្រិតកម្មអនឡាញនេះគឺកម្ពុជាកំពុងតែធ្វើការយ៉ាងសកម្មដោយធ្វើការសហការជាមួយនឹងបណ្ដាប្រទេសពាក់ព័ន្ធពីព្រោះបញ្ហាអក្រិតកម្មអនឡាញនេះវាមិនមែនជាបញ្ហាកម្ពុជាដោយឡែកនោះទេក៏ប៉ុន្តែវាជាបញ្ហាតំបន់និងคล้ายទៅជាបញ្ហារបស់សកលលោកទាំងមូលមកលហើយតម្រូវឲ្យមានការសហការជាអន្តរប្រទេសសារចុងក្រោយរបស់សម្ដេចតេជោដែលលោករំលេចនៅក្នុងអក្រិតកម្មអនឡាញនេះសម្ដេចបានបញ្ជាក់ថាសកម្មភាពដែលកម្ពុជាបង្ក្រាបអក្រិតកម្មអនឡាញយ៉ាងសកម្មនៅពេលនេះគឺចង់បង្ហាញជាសារទៅកាន់អក្រិតជនទាំងឡាយដែលចង់មកប្រព្រឹត្តអក្រិតកម្មនៅក្នុងប្រទេសកម្ពុជាថាកម្ពុជាមិនមែនជាទីសុវត្ថិភាពនៃពួកគេរបស់ពួកគេក្នុងការប្រព្រឹត្តអក្រិតកម្មនោះឡើយប៉ុន្តែកម្ពុជាគឺជាឋានរូបនៃអក្រិតជនទាំងឡាយនៅពេលដែលពួកគេមកដល់ប្រទេសកម្ពុជាគឺជាឋានរូបសម្រាប់ពួកគេ